đó ta đọc lại trick Paseno thứ mạch Paseno chẳng Paseno cứ lệ bà đây Prodigo với 7 hay lệ UPN buồn hãy chọc này đây để trề thứ mạch lại đó đồ phiên đó mà đã U Paseno đồ phiên đã Pasenoហើយលុបអញ្ចឹងចេញរូបជាប់លុបនេះមកមានតែយើង clear expression អញ្ចឹងអញ្ចឹង Paseno គឺជាការផ្សំគុំរវាង Prodigo V ហើយនឹង Prodigo V បូក UPN នេះបើយើងទៅសេធម្មតាគឺយើងទៅសេបែបនេះបូក UPN បូកអាត្រេនេះហើយបានបូក UPN អាហ្នឹងគឺយើងកណនីធម្មតាហ្នឹងត្រូវអត់នេះដល់ពេលយើងចុចទៅវា error ប្រាប់យើងវា load error នេះ type error សម្រាប់ Python វា type error can only concatenate string to string str ហ្នឹងមានតែ string not in ហ្នឹងមានថា integer លេខ string concatenate មានថាភ្ជាប់มันអាចភ្ជាប់តម្លៃ string ទៅនេះវានេះមិនមែនអាចភ្ជាប់ string ទៅនឹង string មិនលេខទៅនឹង string ទេហ្នឹងគេប្រាប់យើងអញ្ចឹងដល់ពេលអញ្ចឹងយើងមើលយើងមកមើលនេះផងយើងថាណាលេខអាណា string អាណាលេខអាណា text ដល់មើលទៅអូអា UPN នេះជាលេខតាអញ្ចឹងបានវាថា can only concatenate string to string អានេះវាជាលេខអានេះវាជាអក្សរអញ្ចឹងបើយើងយកបូក direct អញ្ចឹងវាឲ្យយ៉ាអាពួកធំនេះអត់បញ្ហាទេអានេះព្រោះនេះជា string យល់ថានឹងជា string អត់ហ្នឹងហើយអានេះជា string ជា text អញ្ចឹងបើយើងលុបបូក UPN ចេញយើងចុចទៅ valid វាឲ្យនេះឃើញអត់គេវាឲ្យអត់លុបអាក្រោយចេញក៏បានដែរលុបអាមុខចេញក៏បានដែរនេះដាក់តែប៉ុណ្្នឹងមកប៉ុន្តែបើដាក់ UPN វិញរឿងវិញព្រោះបញ្ហានៅកន្លែងហ្នឹងគឺ UPN ហ្នឹងដាក់មករឿងបណ្ដោយឃើញអត់ព្រោះអាហ្នឹងជាអ្នកនាំរឿង UPN គឺជា short បាទជាលេខហើយក៏វាឲ្យបូកបើមិនធ្វើសិនវាឲ្យបូកមិនអីស្អីឲ្យបូកមិនថាស្អីបូកតម្លៃលេខបាទបូកមិនបានបូកអត់បានទេតើភ្ជាប់នៅក្នុង Excel ដើម្បីភ្ជាប់តម្លៃគេប្រើសញ្ញាហ្នឹងតែយើងប្រើស្មើអីដូចគ្នាស្មើឲ្យ string អីសញ្ញាហ្នឹងដូចគ្នាអញ្ចឹងនៅក្នុងករណីផងយើងគឺយើងកែតនេះបន្តិចមកដាក់សារថ្មីបូកម្ដងទៀត Prodigo V អញ្ចឹងយើង convert អានេះឲ្យទៅជា string ព្រោះអានេះជាលេខទេជាលេខធម្មតាយើងអាច convert ទៅជាតម្រង type ជា string បានអញ្ចឹងយើងប្រើ string function str បើកវងកញ្ចក់ UPN បិទវងកញ្ចក់វិញតែប៉ុណ្ណេះអាលេខហ្នឹងវាទៅជាតម្រងអក្សរវិញហើយអញ្ចឹងដល់ពេលដែលយើង apply ទៅយើងឃើញវាចូលមកជាប់ហើយតោះនេះចឹងប៉ុន្តែត្រូវ format ហើយនៅឯអត់ត្រូវ format ទេនៅធ្វើម៉េចហ្នឹងអាហ្នឹងយើងរៀនអតីតមុនហើយមិនឥឡូវយើងបញ្យល់ថ្ងៃនេះភាសាទៀតចាអាហ្នឹងគឺអត់ត្រូវ format ទេវាយបែបនេះធ្វើម៉េចដើម្បីឲ្យត្រូវ format យើងមាន2ជំរើសទី1យើងសេ code ជំរើសទី2យើងប្រើអា string format កាលមុនសេ code យើងគិតអីគេអើយតាំងសេ code def Paseno អានេះវាត្រូវផ្អែកលើ Prodigo V code UPN អញ្ចឹងខ្ញុំស្អីគេនេះ Paseno PN ចា PN យើងឲ្យយើង assign empty string ឲ្យវា if ស្អីគេ if UPN តូចជាង 10មានន័យថាម៉េច
តូចជាង10មានន័យថាយើងទៅថែម 3 តែថែម0.3ពីមុខអញ្ចឹងហ៎អញ្ចឹង PN នេះត្រូវស្មើនឹងកូដបូកអីគេសញ្ញាដកបូក STR ហើយ UPN ប្រយ័ត្ននឹងវាតាំងអញ្ចឹង0.3 ដងប្រយ័ត្នធំតិចនេះប្រយ័ត្ននឹងលក្ខខណ្ឌទី1លក្ខខណ្ឌទី2 elif UPN នៅចន្លោះពី10តូចជាង UPN តូចជាង100ត្រូវអត់10នេះយើងយកអីគេយើងធម្មតាអាពួកហ្នឹងវាមិនលេខ2ខ្ទង់អញ្ចឹងពី10ទៅ100លេខ2ខ្ទង់មែនអត់អញ្ចឹងបើលេខ2ខ្ទង់យើងទៅដាក់02ពីមុខអញ្ចឹងចាអាកន្លែងនេះយើងទៅយកតូចជាងឬស្មើព្រោះតូចជាងឬស្មើវាយក10ហ្នឹងដែរបើយើងយកតូចជាងដាច់ខាតគឺវាត្រឹម99នេះតោះនេះកន្លែងហ្នឹង lại lơ mấy cái vô buồn nó lại vô buồn tại tập tập phải ở cái thông tin smart អានេះយើងដាក់តូចជាង10ប៉ុន្តែដល់ពេលដែលដល់10វាអត់យកទេវាយកត្រឹម9ទេបើយើងចង់បាន9យើងដាក់តូចជាងឬស្មើអញ្ចឹងវាគិតត្រឹម9 បាទ យល់អត់យល់ហើយហ្នឹងអត់អូខេអញ្ចឹងអានេះ PN យើងស្មើស្មើដោយអា color អញ្ចឹងគាត់ថាយើងលុប0នេះចោល2 01ចោលហើយចុងក្រោយលក្ខខណ្ឌទី3 elif ពីប្រហែលទៅពី100ទៅ1000អញ្ចឹង100យកអត់ rồi ạ ពី100តូចជាង UPN ទៅ1000តូចជាង1000យើងយក PN ស្មើកូដចានេះលុប01ចោលដល់ពេលចុងក្រោយយើង L ទៅលុបអានេះចោលអូខេឥឡូវយក function នឹងមកប្រើសេហើយអីអានេះយើង return សិន return តម្លៃ PN យក function នឹងមកប្រើ code ជាកូដ UPN ចាំមើលជោគជ័យអត់ apply ឆុចអត់យើងមានអាណាមួយអត់0ពីមុខអត់មានអត់មានទេតែអត់មាន0ពីមុខទាំងអស់ដោយសារអត់មានអាណាតម្លៃលេខ cái nền bóng chút gì 1000បាទជោគជ័យដោយសារយើងសេកូដត្រូវអូខេអានេះយើងទៅសេកូដបើយើងអត់ចង់សេកូដយើងប្រើថ្ងៃមុនគេហៅ string format ថ្ងៃមុនអានៅកន្លែងនេះយើងអាចប្រើ string format បានដែរហើយបើប្រើ string format តំណឹងដដែលបាក់មកសេកូដតែផ្សេងលើនេះតែអូខេយកអាហ្នឹងទៅប្រើណាតោះយកទៅតេស្តមើលឥឡូវយើងយក function នៅត្រឹមនេះមកហាចូលហើយយើង double click លើ UPN បើយើងចោលវិញចុះបើយើងប្រើកូដគឺសេញដូចវែងឆ្ងាយណាវែងឆ្ងាយអញ្ចឹងយើងអត់សេអាហ្នឹងយើងប្រើ string format វិញអញ្ចឹងយើង remove ចោលហើយយើងប្រើ string format ធ្វើម៉េចមានចាំអត់ cái mình click ដាក់ double quote បេះដាក់ single quote ក៏បាន double quote ក៏បានតែមកបើ curly brace សញ្ញាដក curly brace ហើយបាន dot អីគេ dot format prodigy UPN បើយើងធ្វើអញ្ចេះវាចូលដែរប៉ុន្តែចូលវាមិននេះអត់មាន0ទេធ្វើអញ្ចឹងវាចេញបែបនេះ cái bộ tập đi sinh nhà mình cái đảo mũi đó nó thì mình trượt mà ត្រេអានេះហ៎
ở đây đây nó tập mình cái nào rồi អូនេះហ៎ បាទ ហ្នឹងជា dot format វាជា function យើងដាក់ dot ហ្នឹងគឺ function ហ្នឹងឯងវាវាធ្វើអីមួយទៅលើអានេះអា quote នេះ do something កន្លែងហ្នឹង do something to that particular container អានេះជា string អញ្ចឹង dot format គឺវាធ្វើអីមួយទៅលើអា string ហ្នឹងឬក៏វា format string ហ្នឹងអូខេមកឥឡូវយើងកែវាមិនអានេះឲ្យចេញ0ពីមុខគឺយើងកែនៅក្នុង block ទី2នេះបើមែនតើទៅអានេះវាត្រូវទៅសេ01ចេះ0គឺអាមុខ1គឺអានេះហើយបើយើងយកអា UPN នេះមកដាក់មុខ Prodi ក៏វាទៅដាក់ក្រោយ UPN នៅមុខវិញឥឡូវខ្ញុំធ្វើឲ្យមើលដាក់ UPN នៅក្រោយUPN នៅមុខ Prodi ក៏វានៅក្រោយអញ្ចឹងពេលយើង apply ដែរគេអាលេខ1នេះនៅមុខវិញចឹងអានេះវា order អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងរៀបលំដាប់នៅក្នុង dot format ហ្នឹងអាណាមុខអាណាក្រោយត្រឹមត្រូវអូខេបន្ទាប់មកនៅក្នុង block ទី2នេះយើងឲ្យវាចេញ0ពីមុខ4យើងចុច2មកដាក់04អញ្ចឹងបើសិនបើ UPN នេះមានតែមួយខ្ទង់វាថែម03ពីមុខយល់ទេឡើយណាគឺគេអា01នេះអាចលុបចោលបានណាមិនបាច់ដាក់ក៏បានដែរតែប៉ុណ្ណេះមកក៏វាស្គាល់ដែរ អាចុច2ហើយ04ហ្នឹងចាំអាចដាក់ អានេះគឺយើងចង់បាន0ពីមុខអញ្ចឹង0ពីមុខខ្ញុំចាំមានថាមិនមែនចង់បាន0ពីមុខមានថាចង់បានកន្លែងហ្នឹង4ខ្ទង់អាបន្ទាប់ពី tray ហ្នឹងមកគឺត្រូវតែ4ខ្ទង់អញ្ចឹងបើវាអត់គ្រប់4ខ្ទង់វាថែម0ឲ្យកន្លែងហ្នឹងមានន័យអញ្ចឹង apply យើងឃើញនេះគេវាថែម0ឲ្យអត់គ្រប់4ខ្ទង់វាដាក់0ពីមុខបើគ្រប់ហើយអត់បញ្ហាឥឡូវសាកមើលអានេះសាកដាក់1000សាកមើលសាកដាក់ថា1999អូខេឥឡូវនេះយើងដាក់មកនៅពេលដែលយើងវាលេខវា4ខ្ទង់ស្រាប់អញ្ចឹងពេលយើង apply ទៅគេអាក្រោមគេហ្នឹងអត់មានតូនពីមុខទេគឺណាគឺឡើយហ្នឹងគេនេះ332ដាក់គេវិញគេរករឿងអូខេណាគឺយ៉ាងនេះគឺជា function គេហៅ string formatting អានេះស្រួលដែរមិនបាក់សេកូដអីណា if else condition ហយអីទេដាក់តែប៉ុណ្ណេះមកគឺស្អាតអូខេចាអាហ្នឹងគឺតកតងទៅនឹងការគណនា parcel number មានចម្ងល់សាកសួរបាន